ឃើញសាច់នំលឿងនេះមិនមែនធ្វើពីល្ពៅទេគឺធ្វើពីផ្លែក្រូចបងប្អូនគឺនំផ្លែក្រូចចំហុយនឹងឯងតាមពិតនំហ្នឹងពេលដែលធ្វើហើយគឺគេយកទៅដុតអញ្ចឹងណាដើម្បីឲ្យពណ៌ក្រហមស្អាតដូចនំពងមាន់អញ្ចឹងណាប៉ុន្តែខ្ញុំចង់ចំហុយបងប្អូនដល់តែពេលចំហុយឆ្អិនសាច់នំឡើងពណ៌ដូចល្ពៅអញ្ចឹងសាច់នំពេលដែលឆ្អិនទៅតុនឆ្ងាញ់ណាបងប្អូនសម្រាប់ក្មេងៗគឺចូលចិត្តតែម្ដងដូចកូនខ្ញុំគឺចូលចិត្តណាស់ប្រភេទនំអញ្ចឹងណាជាពិសេសជាមួយនឹងពុម្ពស្អាតហ្នឹងតែម្ដងផ្សំដែលយើងត្រូវការគឺអត់មានអីច្រើនទេខ្ញុំមានផ្លែក្រូចនេះចំនួន4ផ្លែបើសិនជាបងប្អូនដាក់3ផ្លែធំក៏បានដែរហើយក្រូចនេះគឺយកក្រូចរាងផ្អែមតែចឹងបងប្អូនហើយក្រូចពណ៌ក្រហមអញ្ចឹងពេលដែលយើងធ្វើនំទៅមានពណ៌ស្អាតតាមពិតបើសិនជាអត់មានក្រូចពណ៌ហ្នឹងដាក់ក្រូចពោធិ៍សាត់ក៏បានដែរក្រូចពោធិ៍សាត់រាងមានជាតិជូរបន្តិចអញ្ចឹងតើតែស្ករហ្នឹងរាងថែមជាងនឹងតិចទៅប៉ុន្តែនំនេះគឺអត់សូវដាក់ស្ករច្រើនទេបងប្អូនហើយក្រូច3ផ្លែហ្នឹងបករួចរាល់ហើយយើងដាក់ក្នុងចានធំមួយខ្ញុំថែមពងមាន់ហ្នឹងចំនួន2គ្រាប់ហើយយ៉ាអ៊ូនេះវិញខ្ញុំដាក់1កំប៉ុងយ៉ាអ៊ូនេះគឺអត់មានរសជាតិផ្អែមទេគឺរសជាតិដើមតែម្ដងគឺរសជាតិជូរហ្នឹងបងប្អូនហើយ1កំប៉ុងហ្នឹង125ក្រាមចាឬក៏1ខាំជាងហ្នឹងឯងបងប្អូនបន្ទាប់មកខ្ញុំមានស្ករសហ្នឹងវល់នឹងកំប៉ុងយ៉ាអ៊ូដូចគ្នា1កំប៉ុងដូចគ្នាហើយបន្ទាប់មកទៀតប្រេងឆា1កំប៉ុងដូចគ្នាបងប្អូនចាគឺអត់មានគ្រឿងផ្សំអីច្រើនទេបន្ទាប់មកគឺខ្ញុំយកកិនណាបងប្អូនមានម៉ាស៊ីនក្លុកឲ្យម៉ត់ក៏បានដែរបន្ទាប់មកទៀតខ្ញុំប្រើជាប្រភេទម្សៅនំប៉័ងបងប្អូនឬក៏ម្សៅស្រូវសាលីនឹង150ក្រាមឬក៏1ខាំកន្លះហើយនេះគឺជាម្សៅមេដុតនំ baking powder ខ្ញុំប្រើ10ក្រាមហើយមួយកញ្ចប់ហ្នឹងចាគឺមាន11ក្រាមតែខ្ញុំដាក់តែ10ក្រាមទេហើយខ្ញុំធ្វើការកិនម្សៅយើងជាមួយនឹងម៉ាស៊ីនដៃហ្នឹងឲ្យម៉ត់បានល្អចាបើមានម៉ាស៊ីនក្លុកបងប្អូនក្លុកជាមួយនឹងម៉ាស៊ីនក៏បានដែរដោយតែថាអញ្ចឹងណាចាគឺងាយស្រួលមែនទែនចាកិនឲ្យម៉ត់ប៉ុណ្ណឹងគឺរួចរាល់ខ្ញុំចាក់នៅក្នុងកតោបែបនេះដើម្បីងាយស្រួលចាក់នៅក្នុងពុម្ពចាហើយចំពោះពុម្ពបែបនេះវិញបងប្អូនអាចលាបប្រេងឆាតិចទៅមុននឹងចាក់ចាហើយនេះដែរខ្ញុំអត់បានលាបជាមួយនឹងប្រេងឆាអញ្ចឹងរៀងជាប់តិចដែរបើសិនជាយល់ល្អមានពុម្ពបែបនេះបងប្អូនអាចលាបជាមួយនឹងប្រេងឆាតិចដើម្បីកុំឲ្យជាប់សាច់នំចាបើសិនជាអត់មានពុម្ពបែបហ្នឹងទេបងប្អូនអាចចំហុយជាមួយនឹងកូនចានក៏បានដែរចាឬក៏ចានឬក៏ពុម្ពណារាងធំតិចក៏បានដែរពេលដែលទឹកពុះហើយខ្ញុំដាក់នំចំហុយរយៈពេល20នាទីតែបើសិនជាដាក់ពុម្ពធំវិញចំហុយរៀងយូរជាងនឹងតិចដែរបងប្អូនព្រោះថាសាច់នំរាងក្រាស់តែបើសាច់នំតូចបែបនេះវិញចំហុយគឺលឿនជាងហើយទុកឲ្យត្រជាក់បន្តិចសិនមកចាំយើងបកណាបងប្អូនសាច់នំវិញឡើងលឿងដូចសាច់ល្ពៅអញ្ចឹងណាបងប្អូនប៉ុន្តែតាមពិតយើងធ្វើពីក្រូចទេប៉ុន្តែពេលដែលដាក់ចំហុយទៅឡើងលឿងដូចល្ពៅគឺស្អាតខ្លាំងមែនទែនហើយសាច់នំហ្នឹងពេលដែលញ៉ាំទៅគឺល្អចំពោះសុខភាពដែរបងប្អូនព្រោះថាមានយ៉ាអ៊ូមានអីអញ្ចឹងក្មេងៗគឺចូលចិត្តមែនទែនសាច់នំក៏អត់សូវផ្អែមដែរបងប្អូនគឺផ្អែមតិចល្មមទេព្រោះថាយើងវល់ជាមួយនឹងប៉ុងយ៉ាអ៊ូអញ្ចឹងណាហើយបើក្រូចមានរសជាតិជូរអែមផងញ៉ាំទៅសាច់នំរាងជូរអែមតិចញ៉ាំទៅគឺត្រូវគ្នាបងប្អូនអើយគឺឆ្ងាញ់មែនទែនតែចំពោះសាច់នំនេះបើសិនជានៅបារាំងនេះគឺគេយកដាក់ដុតបងប្អូនដើម្បីឲ្យក្រហមដូចនំពងមាន់អញ្ចឹងណាដូចជានំពងមាន់ដែលខ្ញុំធ្វើរាល់ដងអញ្ចឹងតែលើកទី1ដែលខ្ញុំសាកយកនំបែបនេះមកចំហុយឃើញថាល្អបងប្អូនហើយសាច់នំក៏ឆ្ងាញ់ដែរជាពិសេសកូនខ្ញុំគឺចូលចិត្តណាស់ប្រភេទនំតុនអញ្ចឹងអីហ្នឹងព្រោះថាញ៉ាំទៅគឺឆ្ងាញ់មានជាតិយ៉ាអ៊ូផងមានក្រូចផងបងប្អូនក្លិនឈ្ងុយមែនទែនចាសាច់នំវិញគឺអត់ឡើងដូចនំម៉ាកៅអីទេបងប្អូនព្រោះថាយើងធ្វើភ្លាមចំហុយភ្លាមបើសិនជានំម៉ាកៅគឺយើងដាក់ជាមួយនឹងមេនំប៉័ងហើយយើងផ្អាប់ទុក1ម៉ោងទៅ2ម៉ោងអីបានយើងដាក់ចំហុយអញ្ចឹងណាចាបើនំនេះវិញយើងធ្វើភ្លាមដាក់ចំហុយភ្លាមចាបន្ទាប់មកចំហុយថែម20នាទីគឺបានញ៉ាំ